ស្រឡាញ់របៀបចឹងចូលចិត្ត sexy នឹងអត់បងគ្រាន់តែអត់តន់ទេបងអត់តន់ទេខ្ញុំទឹមតាបានធំថា30%នៅ70%ទៀតមនុស្សស្រីដែលមនុស្សឃើញហើយណាមនុស្សប្រុសឃើញហើយមិនថាប្រុសមិនថាស្រីដែលគេឃើញរូបរាងម្នាក់នឹងហើយណាគឺខ្លាញ់ណាគឺចាអញ្ចឹងណាអានេះអូខេចាអញ្ចឹងហើយរបៀបចាសើចទៅចេញខួចចារបៀបសើចចេញមកតាក់ទាញណាគឺខ្ញុំស្រឡាញ់របៀបមនុស្សស្រីចឹងឥឡូវហ្នឹងទៅមិនបាន30%ទេអត់ទាន់បាន100%ទេព្យាយាមតិចទៀតខ្ញុំមិនដឹងមិនដែរមិត្តភក្តិខ្ញុំគេមានក្តីស្រមៃផ្សេងផ្សេងតែសម្រាប់ខ្ញុំគឺក្តីស្រមៃខ្ញុំតែអញ្ចឹងរបៀបក្តីស្រមៃខ្ញុំណាមនុស្សស្រីដែលអត់មានពាក់អាវ sexy ទាំងអស់គ្នាគ្រាន់តែពាក់អាវយឺតហើយខោកណាត់ធម្មតាប៉ុន្តែមនុស្សប្រុសមើលមកគឺមានអារម្មណ៍ហ្មងរបៀបចេះមនុស្សស្រីម្នាក់ហ្នឹងគឺមានរូបរាង sexy ហ្មងណាគឺខ្ញុំស្រឡាញ់បែបហ្នឹងខ្ញុំចង់ខ្លាចជាមនុស្សស្រីបែបហ្នឹងហ្មងណាខ្ញុំនិយាយមែនហើយខ្ញុំប្រាប់ក្តីសម័យខ្ញុំហើយណាគេក៏សើចដែរហើយកុំឃើញខ្ញុំអញ្ចឹងខ្ញុំរបៀបខ្ញុំស្រឡាញ់មនុស្សស្រី sexy ចឹងតែខ្ញុំមកចូលចិត្ត sexy ទាំងអស់គ្នាតិចឃើញខ្ញុំពាក់ sexy ហើយខ្ញុំស្រឡាញ់រូបរាងមនុស្សស្រី sexy អញ្ចឹងតែមកចូលចិត្តរបៀបអញ្ចឹងហីអ្នកខ្លះគាត់គិតថាខ្ញុំចូលចិត្តអញ្ចឹងមកចូលចិត្តអីតែខ្ញុំស្រឡាញ់រូបរាងអញ្ចឹងហ្មងខ្ញុំចូលចិត្តហ្មងខ្ញុំដឹងមកចេះ Hello បងចាអរគុណបងកុំភ្លេច follow IG ខ្ញុំម្នាក់មួយហ្នឹងណា20ម៉ោង10ខ្ញុំបិទ live គ្នាខ្ញុំមិនអាចឈរ live យូរបានទេគឺសូមឲ្យខ្ញុំនិយាយក៏ហត់ដែរបានបុណ្យណាបងដឹងថាការបញ្ចេញទឹករបស់បរិសុទ្ធមិនមែនចេះតែចេញបានទេបើសិនជាខ្ញុំខ្លាចជាមនុស្សស្រីដែលគ្រាន់តែមនុស្សប្រុសឃើញហើយចេញទឹកនឹងបានខ្ញុំបានបុណ្យហ្មងមកដឹងថាបានបុណ្យច្រើនប៉ុណ្ណាព្រោះគ្រាន់តែគេមើលយើងក៏គេអាចបញ្ចេញទឹកនឹងបានដែរអញ្ចឹងវាបានបុណ្យច្រើនណាណាមិនបាច់ទៅធ្វើអីឲ្យហត់ក្នុងនឹងឃើញអត់មែនតាបងខ្ញុំយល់អារម្មណ៍នឹងមនុស្សប្រុសណាឡើងមុនណាឡើងមុនញក់មុខមិនមកពីស្បែកមុខគាត់ណាអត់ស្អាតទេស្បែកមុខគាត់អត់ clean អត់នេះអត់ស្អាតទេហើយអត់លាបផលិតផលអត់ត្រូវទេគឺគាត់អត់បញ្ចេញទឹកនឹងក្នុងមួយខែគេឲ្យបញ្ចេញទឹកយ៉ាងតិច4ដងហើយបើគាត់អត់បញ្ចេញសោះហ្នឹងហើយធ្វើម៉េចបានមុខគាត់ស្អាតទៅអត់មុខអត់រលោងដូចគេហើយអ្នកខ្លះគាត់អត់ដឹងទេគាត់គិតថាគាត់ហ្នឹងលាបផលិតផលអត់ត្រូវតែពិតព្យាយាមបញ្ចេញអាហ្នឹងអស់តែបញ្ចេញអត់អស់ប្រយ័ត្នខ្ញុំក៏ប្រាប់ទេសូមមែនអូយខ្ញុំបានបនងប់នេះអើយសួរមួយស្អីនៅបរិសុទ្ធហ្នឹងគេមើលមិនដឹងអូខ្ញុំមើលមិនខ្ញុំមិនដឹងបងខ្ញុំមិនមែនមនុស្សប្រុសខ្ញុំមើលមិនដឹងតែស្រីសម័យនេះហ្មងពិបាកមើលថាស្រីហ្នឹងភាកច្រើនស្រីឥឡូវអត់សូវមានបរិសុទ្ធទេបើភ្ញៀវខ្ញុំទៅវះកាត់នៅវៀតណាម21ឆ្នាំគាត់វះកាត់ឡើងសោះខ្លួនឯណាហើយខ្ញុំ30ឆ្នាំហើយខ្ញុំទឹមតែវះកាត់បានមិនធំហើយនឹងច្រមុះហើយណាហើយគាត់21ឆ្នាំហ្នឹងគាត់មើលគាត់វះកាត់ឡើងសោះខ្លួនគាត់មើលតែប៉ុណ្្នឹងហើយមុខក្មេងលោហ្មងហាក់សមណានឹងគាត់វះកាត់មកតួខ្លួនអញ្ចឹងណាអញ្ចឹងសម័យនេះគឺពិបាកហៅមនុស្សស្រីបរិសុទ្ធសម័យនេះមិនបាច់ហៅទេបងបរិសុទ្ធហើយវាអត់មានន័យអីគេថាស៊ីនណែនមែនអត់ដេក៏ណែនដែរដេក៏ណែនដែរបេប៊ីមិនបាច់ទៅស៊ីនទេទៅរកស៊ីនណាបើយូរឯងស៊ីស៊ីនគេអស់ហើយនឹងហើយទៅរកស៊ីនណាផខ្លះដើរបោកគេស៊ីស៊ីនដល់ពេលប្រពន្ធចង់បានស៊ីនអាណាវាស៊ីនឲ្យត្រូវចាំយើងបោក A ហើយយើងទៅយក B ធ្វើប្រពន្ធណា B
B ហ្នឹង C C ហ្នឹង CB ហ្នឹងហើយយល់អត់យល់ហើយប្រយ័ត្នចាញ់បោកគេស៊ីនហ្នឹងគេដេទេខ្ញុំប្រាប់សម័យឥឡូវអត់មានស៊ីនទេយូរបោកគេបោកយូរដូចគ្នាឯងសម័យ